Tiếp xúcលោកគ្រូខ្ញុំបាទឈ្មោះលីផានិតហើយខ្ញុំមកពីក្រុម SP1 សម្រាប់វីដេអូមួយនេះដែរខ្ញុំនឹងមកអាន file permission របស់យើងមុននឹងធ្វើការអាន file permission របស់យើងខ្ញុំសូមធ្វើការបង្ហាញពាក់ព័ន្ធទៅនឹងផ្នែក permission កន្លែងនេះអញ្ចឹងបើសិនជាឃើញ tray នៅខាងមុខគឺមានន័យថាវាគឺជា file ធម្មតាឯកសារធម្មតាតែបើសិនយើងឃើញអក្សរ D នៅផ្នែកខាងមុខនេះវាគឺជា folder ឬក៏ជា directory បន្ទាប់មកខ្ញុំសូមធ្វើការបញ្យល់អក្សរតំណាងនេះអញ្ចឹងបើអក្សរ O គឺវាមានបើសិនជា file មានសិទ្ធអានខ្លឹមសារមានន័យថា ls បានបើសិនជា folder គឺគាត់អាចឃើញឈ្មោះ file មួយហ្នឹងសម្រាប់អក្សរ W គឺមានសិទ្ធបើសិនជា file គឺគាត់អាចកែប្រែឬក៏លុបfile ឬ folder បានfile បានតែបើសិនជា folder គាត់អាចបង្កើតឬក៏លុប file ខាងក្នុងនឹងបានចំណែកអក្សរ X គឺតំណាងឲ្យដំណើរការបើសិនជា file គឺដំណើរការscript ឬ program ហើយបើសិនជា folder មានន័យថាគាត់អាចចូលទៅមើលក្នុង file មានអីខ្លះអញ្ចឹងខ្ញុំសូមធ្វើការសរុបទៅលើ file យើងទាំងអស់គឺមានចំនួន11ហើយ folder របស់យើងគឺមានចំនួន5គឺយើងរាប់តាអក្សរ D យើងមាន5អញ្ចឹងសល់ប្រមាណ11សរុបទាំងអស់16ចំណែក user យើងមានទាំងអស់ចំនួន16ក្រុមរបស់យើងគឺមាន16ដូចគ្នាសម្រាប់ other គឺមានចំនួន16ដូចគ្នាដែលយើងមើលផ្នែកខាងចុងនៃ permission នេះអញ្ចឹងខ្ញុំសូមធ្វើការអាន file នេះតែម្ដងអញ្ចឹង file 1.txt នេះuser ទី1នេះក៏មានសិទ្ធិត្រឹមតែ read ហើយនឹង write ចំណែកអត់មានសិទ្ធិ execute ទេហើយគ្រប់ developer គឺមានសិទ្ធិត្រឹមតែ write ហើយother គឺមានសិទ្ធិត្រឹមតែ write អញ្ចឹង other ដែលលើ file 1.txt នេះគឺ other នឹងមានសិទ្ធិត្រឹមតែមើលខ្លឹមសារបានតែប៉ុណ្ណោះមានន័យថាអាច ls មើលfile នៅក្នុងនេះបានអញ្ចឹង other ផ្សេងទៀតគឺអត់មានសិទ្ធិទាំងអស់អញ្ចឹង other ផ្សេងទៀតនេះគឺសរុបទាំងអស់15ចូលមកដល់ file report.doc អញ្ចឹង user ទី2គឺមានសិទ្ធិត្រឹមតែ read ហើយនឹង write ហើយគ្រប់ developer មានសិទ្ធិត្រឹមតែ read ហើយនឹង write ដូចគ្នា other គឺមានសិទ្ធិត្រឹមតែ read ទេអញ្ចឹងបញ្ជាក់ម្ដងជាថ្មីម្ដងទៀត other នៅលើ file report.doc នេះគឺគាត់មានសិទ្ធិត្រឹមតែread តែប៉ុណ្ណោះមានន័យថាគាត់អាច ls មើល file នឹងបានអញ្ចឹង other ដែលក្រៅពី other 15នេះគឺអត់មានសិទ្ធិទាំងអស់ចូលមកដល់ file ទី3 data.csv អញ្ចឹង user ទី3មានសិទ្ធិត្រឹមតែread គ្រប់ managers គឺមានសិទ្ធិត្រឹមតែដូចគ្នា other គឺអត់មានសិទ្ធិទាំងអស់ចូលមកដល់ file script.sh user ទី4គឺមានសិទ្ធិទាំងអស់ read write execute ចំណែកគ្រប់ developers គាត់មានសិទ្ធិត្រឹមតែ read ហើយនឹង execute តែប៉ុណ្ណោះហើយ other គឺមានសិទ្ធិត្រឹមតែ read ទេចូលមកដល់ file secret.txt អញ្ចឹង user admin គឺមានសិទ្ធិត្រឹមតែ read ហើយនឹង write ហើយគ្រប់ admin អត់មានសិទ្ធិទាំងអស់ហើយ other អត់មានសិទ្ធិទាំងអស់ដូចគ្នាចូលមកដល់ folder document នេះអញ្ចឹង user ទី1នេះគឺគាត់មានសិទ្ធិពេញ read write execute ចំណែកគ្រប់ developer មានសិទ្ធិត្រឹមតែ read ហើយនឹង execute ហើយ other មានសិទ្ធិត្រឹមតែ read ហើយនឹង execute ដូចគ្នាចូលមកដល់ folder private គឺមានសិទ្ធិ user ទី2នេះមានសិទ្ធិ read write execute ហើយគ្រប់ managers គឺអត់មានសិទ្ធិទាំងអស់ហើយ other ក៏អត់មានសិទ្ធិដូចគ្នាចូលមកដល់ folder project គឺuser ទី3នេះមានសិទ្ធិពេញ read write execute ហើយ developer គ្រប់នេះគឺមានសិទ្ធិពេញដូចគ្នា read write execute ហើយ other មានសិទ្ធិត្រឹមតែ read ហើយនឹង execute តែប៉ុណ្ណោះចូលមកដល់ file system.log អញ្ចឹង user root របស់យើងគឺមានសិទ្ធិត្រឹមតែ read ហើយនឹង write ចំណែកឯគ្រប់
root នេះមានសិតត្រឹមតែ read other មានសិតត្រឹមតែ read ដូចគ្នាចូលមកដល់ file backup.sh ចឹង user root គឺមានសិតពេញ read write execute គ្រប់ root នេះអត់មានសិតទាំងអស់ហើយ other ក៏អត់មានសិតដែរចូលមកដល់ file homework.txt ដែល user student មានសិតត្រឹមតែ read ហើយនឹង write ហើយគ្រប់ teacher នេះគឺមានសិតត្រឹមតែ read other អត់មានសិតទាំងអស់ចូលមកដល់ file grad.lsh គឺ user teacher មានសិតត្រឹមតែ read ហើយនឹង write ហើយគ្រប់ teacher នេះគឺមានសិតត្រឹមតែ read និង write ដូចគ្នា other គឺអត់មានសិតទាំងអស់ចូលមកដល់ file install.sh គឺ user admin នេះគឺមានសិតពេញ read write execute ចំណែកឯគ្រប់ admin មានសិតត្រឹមតែ read ហើយនឹង execute other read និង execute ដូចគ្នាចូលមកដល់ folder assignments គឺ user student នេះគឺមានសិតពេញលេញ read write execute ចំណែកឯគ្រប់ student គឺមានសិតត្រឹមតែ read ហើយនឹង execute តែប៉ុណ្ណោះ other គឺអត់មានសិតទាំងអស់ចូលមកដល់ folder exams user teacher នេះគឺមានសិតពេញ read write execute ចំណែកគ្រប់ teachers គឺមានសិត read write execute ដូចគ្នា other គឺអត់មានសិតទេចូលមកដល់ file ចុងក្រោយគឺ readme.txt file user guest នេះគឺមានសិតត្រឹមតែ read គ្រប់ guest នេះគឺមានសិតត្រឹមតែ read ដូចគ្នាហើយ other គឺមានសិតត្រឹមតែ read ដូចគ្នាសរុបមកគឺpermission របស់យើងមានចំនួន file និង folder ទាំងអស់16ហើយ user 16ហើយគ្រប់របស់យើងក៏មាន16ហើយ other គឺមាន16ហើយបញ្ជាក់ជាថ្មីម្ដងទៀតសម្រាប់ other នៅក្នុង file នីមួយៗឬក៏ folder នីមួយៗនេះគឺអាចមានសិតទៅលើ file មួយនឹងបានចំណែក other ផ្សេងទៀតគឺអត់មានសិតទាំងអស់ចឹងក្រៅដែលនិយាយទៅខាងក្រៅផ្សេងទៀតហ្នឹងគឺមានចំនួន15តែបើ other នៅក្នុង file របស់វាគឺវាមានសិត read តែបើសិនជា file ឬក៏ folder ហ្នឹងដាក់អត់មកមានសិតគឺវាអត់មានសិតដូចគ្នាចឹងវីដេអូរបស់ខ្ញុំបានបញ្យល់ចប់ហើយបើសិនជាមានកំហុសខុសឆ្គងកន្លែងណាសូមអធិស្ឋានហើយវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណ